បាទហើយខ្ញុំបាទសូមជម្រាបគោរពជំរាបសួរដល់បងប្អូនទូទាំងស្រីជនហើយបងប្អូនដែលយកចិត្តទុកដាក់តាមដានព័ត៌មានជាតិអន្តរជាតិព័ត៌មានពិភពលោកក្តីបាទខ្ញុំហើយសូមគោរពបាទដល់បងប្អូនទាំងអស់គ្នាដែលតាមដានដល់ព័ត៌មានទាំងអស់នេះពីព្រោះខ្ញុំហើយមានតែព័ត៌មានទេដែលអាចធ្វើឲ្យយើងបើសិនបើយើងចេះវិភាគនៅក្នុងការប្រមូលព័ត៌មានដ៏ត្រឹមត្រូវវាមិនធ្វើឲ្យយើងវង្វេង តើប្រទេសណាខុសប្រទេសណាត្រូវហើយតើព័ត៌មានណាខុសព័ត៌មានណាត្រូវតើព័ត៌មានណាคล้ายព័ត៌មានណាពិតអញ្ចឹងព័ត៌មាននេះគឺវាមានឥទ្ធិពលសំខាន់ខ្លាំងដែលជួយចែករំលែកមកដល់ជីវភាពរស់នៅរបស់យើងមិនមែនថាយើងរស់នៅយើងខ្ជិលខ្វល់ព័ត៌មានខ្ជិលខ្វល់រឿងអីអញ្ចឹងយើងអត់ដឹងអីទេឧទាហរណ៍ថាត្រូវមានរលកព្យុះស៊ូណាមិមកហើយយើងអត់បានទទួលបានព័ត៌មានយើងអត់បានត្រៀមទុកអញ្ចឹងយើងនឹងឲ្យជាអ្នកដែលរងគ្រោះហានិភ័យខ្លាំងជាងគេឧទាហរណ៍ថាសង្គ្រាមថៃកម្ពុជានឹងផ្ទុះឡើងម្ដងទៀតក៏ប៉ុន្តែព័ត៌មាននេះយើងមិនដឹង អញ្ចឹងហើយអ្នកដែលរងគ្រោះអ្នកដែលរើអីវ៉ាន់មិនទាន់បានត្រៀមខ្លួនហ្នឹងគឺរត់មិនរួចទេបាទអញ្ចឹងហើយបាននៅតាមព្រំដែនប្រទេសកម្ពុជាយើងមិនថាថៃមិនថាកម្ពុជាប្រជាពលរដ្ឋប្រជាជនគឺតាមស្ដាប់ព័ត៌មានជាហូរហែមិនថាតាមបណ្ដាញសង្គម Facebook ឬក៏ទូរទស្សន៍ឬក៏រាល់ថ្ងៃនៅមានវិទ្យុតទៅទៀតបាទនៅមានវិទ្យុទៀតដែលគេនៅតែតាមដានរាល់ថ្ងៃដើម្បីសម្រួលដល់ការភៀសខ្លួនឬក៏ការរត់គេចពីគ្រោះនេះផងដែរបាទ ចឹងជាបន្តទៅទៀតខ្ញុំសូមនាំបងប្អូនមកហើយនិយាយអំពីចិនណានិយាយអំពីចិនម្ដងចិនបើយើងសង្កេតមើលទៅហើយការផលិតរបស់ចិនមិនថាយើងតែងតែមិនសូវឲ្យតម្លៃទេនៅស្រុកខ្មែរយើងក៏ប៉ុន្តែបើសិនជាយើងងាកទៅមើលរដ្ឋាភិបាលគឺគាត់ស្អិតរមួតបាទជាមិត្តដៃថែបបាទសម្រាប់ជាមួយនឹងប្រទេសចិនក៏ប៉ុន្តែបើសិនជាយើងលេខទៅមើលម៉ូតូចិនសម្ភារៈចិនរបស់ចិនយើងមិនចង់ទិញទេមិនចឹងណាមិនចង់ទិញទេក៏ប៉ុន្តែវាមិនទាំងអស់ទេសម្ភារៈមួយចំនួនគឺ របស់ចិនគឺល្អបាទខ្ញុំសរសើរសម្ភារៈមួយចំនួនរបស់ចិនគឺល្អឧទាហរណ៍ថាពេលខ្លះឆ្នាំងដាំបាយឬក៏ចក្រានចៀនសាច់អីមកពីចិនអីចឹងទៅអញ្ចឹងវាមានរបស់មួយចំនួនល្អរបស់មួយចំនួនមិនល្អដែលយើងឃើញថាមានដូចម៉ូតូអីចឹងទៅជិះតែបានតែមួយឆ្នាំកន្លះឆ្នាំរោបរ៉ារេខាអស់អីអស់ហើយអញ្ចឹងវាជារឿងមួយដែលយើងមិនអាចវាយតម្លៃទាំងអស់បានទេប៉ុន្តែបច្ចុប្បន្នថ្មីនេះយើងកំពុងតែល្បីរថយន្តអគ្គិសនីរបស់ចិន EYD ដែលបងប្អូនទាំងអស់គ្នាគេស្គាល់ហើយលើពិភពលោករថយន្តនឹងផលិតមកហ្នឹងគឺទំនើបហើយធូរថ្លៃល្មមដែលធ្វើឲ្យមនុស្សនៅលើពិភពលោកជួលច្បល់ទិញមែនតើក៏ប៉ុន្តែមួយរយៈចុងក្រោយនេះប្រហែលជាពាក់កណ្ដាលឆ្នាំ2026ឬក៏ចុងឆ្នាំ2025យើងឃើញថាអ្នកដែលប្រើរថយន្តអគ្គិសនី EYD នេះគឺមានន័យថាទៅសាកបាទខ្ញុំបានឃើញផ្ទាល់តែម្ដងពីព្រោះខ្ញុំបានស្គាល់អ្នកដែលប្រើច្រើនជាពិសេសនៅក្នុងភូមិរបស់ខ្ញុំគេលក់Highlander គេលក់លុចស៊ីស330 350គេលក់ព្រុសលក់អីបាទឡានព្រុសឡានអីដើម្បីទិញ EYD ហ្នឹងហើយព្រោះសន្សំសំចៃប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំនៅខ្ញុំបានស្គាល់អ្នកទាំងអស់នោះនៅពេលដែលគាត់ទៅសាកភ្លើងកន្លែងណាចុះទៅតាមខេត្តគឺទាញភ្លើងគេស្រើកខ្លាំងតែម្ដងសឹងតែថាកន្លែងផ្សេងទៀតគឺសឹងតែប្រើភ្លើងលេខកើតតែម្ដងឧទាហរណ៍យើងកំពុងប្រើកុំព្យូទ័រឬក៏ប្រើអីផ្សេងទៀតគឺភ្លើងនោះទាញស្រើកតែម្ដងអញ្ចឹងឡាន EYD នេះមួយរយៈចុងក្រោយនេះគឺមានបញ្ហាតាក់ទងជាមួយនឹងអាគុយ បាទនៅពេលដែលយើងបញ្ចូលភ្លើងទៅរយៈពេល1ឆ្នាំកន្លះទៅ2ឆ្នាំក្រោយមកបើកបានតែ20គីឡូ30គីឡូអីគឺអស់ថ្មហើយនេះហើយគឺជាបញ្ហាបច្ចេកទេសមួយដែលធ្វើឲ្យចិនផ្ទុះព័ត៌មានយ៉ាងខ្លាំងនៅថ្ងៃនេះអញ្ចឹងខ្ញុំសូមប្រកាសព័ត៌មាននៅថ្ងៃនេះតែម្ដងព្រោះចិនបានចេញព័ត៌មានជាបន្ទាន់កាលពីថ្ងៃទី26ខែសីហាឆ្នាំ2026ចិនបានប្រកាសប្រមូលរថយន្តអគ្គិសនី EYD ដើម្បីពិនិត្យបច្ចេកទេសសុវត្ថិភាពឡើងវិញ អញ្ចឹងហើយចាត់ទុកថាគ្រាន់បើព្រោះកន្លងមកម៉ូតូរបស់ចិនប្រើមករេរ៉ារេខាមិនដែលមានលឺចិនប្រកាសថាដើម្បីនឹងស្ដារសេដ្ឋកិច្ចឬក៏ស្ដារមុខមាត់ឡើងវិញនោះទេអញ្ចឹងគាត់បណ្ដោយប៉ុន្តែរថយន្តនេះកំពុងតែមានសន្ទុះដោយសារតែមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនរបស់លោក Elon Musk ដែលជាក្រុមហ៊ុន Tesla បាទអគ្គិសនីដែរអញ្ចឹងយើងឃើញថាចិនដើរមួយជំហានមុខក៏ប៉ុន្តែអ្នកដែលខ្ញុំស្គាល់មួយចំនួនហ្នឹងឃើញគាត់ស្រែកយំលេងចេញហើយពីព្រោះ ប្រើបាន20 30គីឡូអស់ថ្មបងប្អូនសាកស្មៃមើលហើយមិនថោកប្រហែលទេឡាន3 40000ដុល្លារហ្នឹងហើយអញ្ចឹងសម្រាប់យើងអ្នកអត់លុយវាជាការប្រុងប្រយ័ត្នហើយជាព័ត៌មានមួយដ៏សំខាន់ផងដែរបាទអញ្ចឹងចិនបានប្រកាសប្រមូលរថយន្តអគ្គិសនីដើម្បីពិនិត្យបច្ចេកទេសសុវត្ថិភាពចិនចង់បង្ហាញថាខ្លួនក៏យកចិត្តទុកដាក់លើគុណភាពនិងសុវត្ថិភាពរបស់ទំនិញផលិតនៅប្រទេសចិនផងដែរយ៉ាងណាក៏ដោយចុះជាក់ស្ដែងដើម្បីលើកកម្ពស់បទដ្ឋានសុវត្ថិភាពអាជ្ញាធរចិនត្រូវបានចេញបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសចិនត្រូវតែប្រមូលយកឡានអគ្គិសនីមកវិញទាំងអស់ដើម្បីត្រួតពិនិត្យនិងកែសម្រួលបច្ចេកទេសចំណាត់ការរបស់អាជ្ញាធរចិននេះកើតឡើងក្រោយពីអាជ្ញាធរអាមេរិកទទួលបន្ទុកសុវត្ថិភាពចរាចរណ៍បានបើកការស៊ើបអង្កេតលើទ្វារឡានអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla
បាទអញ្ចឹងអាមេរិកគេមានការប្រុងប្រយ័ត្នបាទមុននឹងចេញមួយហើយមើលឡានព្រុសយើងដឹងហើយឡានព្រុសបាទសិនចេញមកពីអាមេរិកហើយក៏មានបញ្ហាដែរមែនតែយើងកាន់ជើងអាមេរិកអត់កាន់ជើងចិនអត់ទេយើងនិយាយទៅលើភស្តុតាងជាក់ស្ដែងកាលពីកន្លងមកយើងតាក់ទងមួយឡានព្រុសក៏យើងមានបញ្ហាច្រើនតាក់ទងជាមួយនឹង ABS បាទប្រព័ន្ធភ្លើង ABS គឺយើងមាននៅតែមានបញ្ហាអញ្ចឹងក៏ប៉ុន្តែបច្ចុប្បន្នគេសម្រួលបានច្រើនមែនតើដោយសារវាមិនមានបញ្ហាធំដុំច្រើននោះទេចិនកំពុងតែយកមុខមាត់ផ្នែកសុវត្ថិភាពនិងគុណភាពរថយន្តអគ្គិសនីក្នុងបទបញ្ជាថ្មីដែលប្រកាសចេញកាលពីថ្ងៃសុក្រទី21សីហាអាជ្ញាធរចិនបានតម្រូវឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីដែលផលិតក្នុងស្រុកចិនត្រូវកោះប្រមូលឡានអគ្គិសនីទាំងអស់ឲ្យត្រឡប់ចូលកន្លែងត្រួតពិនិត្យស្តង់ដារសុវត្ថិភាពចំណាត់ការរបស់អាជ្ញាធរចិនធ្វើឡើងក្រោយពីអាជ្ញាធរអាមេរិកទទួលបន្ទុកសុវត្ថិភាពចរាចរណ៍បើកការស៊ើបអង្កេតលើប្រព័ន្ធបើកទ្វារឡានរបស់ក្រុមហ៊ុនឡានអគ្គិសនី Tesla ការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិកកាលពីខែកក្កដាគឺតបតាមសំណើនឹងការត្អូញត្អែពីសំណាក់អ្នកប្រើប្រាស់រួមទាំងភ្នាក់ងារសង្គ្រោះបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនិងគេលំបាកបើកទ្វារឡានដើម្បីសង្គ្រោះមនុស្សទោះយ៉ាងណាក៏ដោយចុះបទបញ្ជារបស់អាជ្ញាធរចិននៅពេលនេះមានឥទ្ធិពលគ្របដណ្ដប់ទៅលើក្រុមហ៊ុនផលិតរថយន្តយ៉ាងតិចចំនួន9ដែលផលិតឡានអគ្គិសនីនៅក្នុងស្រុកចិនក្នុងនោះក៏មានក្រុមហ៊ុនអាមេរិក Tesla មួយដែរគ្រាន់តែក្រុមហ៊ុន Tesla មួយគឺត្រូវកោះប្រមូលឡានអគ្គិសនីប្រមាណជា3980បាទសុំទោសគឺ3លាន88ម៉ឺនបាទ3លាន88ម៉ឺនគ្រឿងបាទគឺច្រើនមែនតើដើម្បីត្រួតពិនិត្យបច្ចេកទេសជាពិសេសរថយន្តប្រភេទ Model 3 Model Y Model S និង Model X ក្រុមហ៊ុនចិន Xiaomi ក្រៅពីកោះប្រមូលឡានចំនួន30ម៉ឺនគ្រឿងក្រុមហ៊ុន T-Motor ឡានម៉ូតូកោះប្រមូលឡានចំនួន371ម៉ឺនគ្រឿងបាទ371ម៉ឺនគ្រឿងហើយក្រុមហ៊ុន Xpeng ប្រមូលបាន264ម៉ឺនគ្រឿងក្រុមហ៊ុន SEC និង Lin NC ក៏ត្រូវបានចំណាត់ការនេះដែរដោយសារតែការអភិវឌ្ឍជឿនលឿនខាងបច្ចេកវិទ្យាអេឡិចត្រូនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានសម្រុកប្រកួតប្រជែងគ្នាធ្វើប៊ូតុងនិងដៃទ្វារឡានឲ្យមានភាពទំនើបទាក់ទាញក្រុមហ៊ុនមួយចំនួនបានកែច្នៃទ្វារឡានឲ្យបង្កប់ចូលទៅក្នុងទ្វារតែម្ដងពន្លឺបើកទ្វាររថយន្តស៊ឹបចូលស្មើនឹងទ្វារនិងដើរដោយបច្ចេកវិទ្យាអេឡិចត្រូនិកកាលណារថយន្តជួបប្រទះទៅនឹងគ្រោះថ្នាក់ទ្វារត្រូវជាប់គាំងហើយគេលំបាកបើកទ្វារជួយសង្គ្រោះមនុស្សប្រសិនបើករណីមានគ្រោះថ្នាក់អ្នកបើកបរឬអ្នកនៅក្នុងរថយន្តសន្លប់ឬមិនអាចបើកទ្វារពីខាងក្នុងចេញមកបានហើយអ្នកជួយសង្គ្រោះក៏មិនអាចបើកទ្វារពីខាងក្រៅទៅជួយបាននោះគឺជាអាសន្នធំហើយវាខុសពីប្រព័ន្ធទ្វារឡានតាមបែបមេកានិកទោះជាយ៉ាងណាក៏ដោយចុះអាស្រ័យហេតុនេះអាជ្ញាធរចិនបានបញ្ជាឲ្យក្រុមហ៊ុនរថយន្តអគ្គិសនីត្រូវតែកែសម្រួលដើម្បីរកកន្លែងបើកទ្វារតាមបែបមេកានិកបានដោយងាយហើយត្រូវកែសម្រួលប្រព័ន្ធបច្ចេកទេសឲ្យ logic ដើម្បីឲ្យកញ្ចក់ទ្វារឡានធ្លាក់ចុះបន្តិចនៅពេលដែលវាជួបគ្រោះថ្នាក់ឬប៉ះទង្គិចរបស់ធ្ងន់ធ្ងរបាទអញ្ចឹងឥឡូវនេះកំពុងតែផ្ទុះរថយន្តហើយដោយអ្នកស្រុកអ្នកភូមិខ្ញុំគេមានលទ្ធភាពមានលុយគឺគេទិញប្រងមកព្រាតហើយក៏ប៉ុន្តែបងប្អូនដែលមិនទាន់ទិញគួរពិចារណាឡើងវិញយើងកុំឲ្យហក់លោតទៅតាមសម័យកាលពេកជួនណាពេលខ្លះរឿងខ្លះឲ្យគេហក់លោតសិនទៅហើយយើងចាំមើលគេសិនចាំមើលគេ2ឆ្នាំ3ឆ្នាំសិនក៏មិនទាន់ហួសពេលដែរកុំឲ្យយើងចេះតែចង់សាកអ្វីដែលថ្មីរហូតហើយយើងពាក្យខ្លះយើងត្រូវតែសាកប៉ុន្តែរបស់ខ្លះយើងមិនត្រូវសាកទេរបស់ខ្លះថ្មីយើងត្រូវសាកទៅដើម្បីសម្រេចគោលដៅជោគជ័យធំរបស់យើងក៏ប៉ុន្តែរបស់ខ្លះយើងមិនត្រូវសាកទេចឹងអរគុណហើយមានបញ្ហាមានខមមិនអីចម្ងល់ឬក៏មានកំហុសឆ្គងតាណាសូមជួយខមមិនខាងក្រោមវីដេអូបាទសូមអរគុណសូមជម្រាបលា